សួស្តីបងប្អូនអ្នកឆ្លងម៉ូតូទាំងអស់គ្នាថ្ងៃនេះខ្ញុំសន្មតថាអ្នកដែលជិះ XR ភាគច្រើនគឺជាមនុស្សដែលមកពីតំបន់អាហ្វ្រិកបងប្អូនមានឆ្ងល់ហេតុអីតែខ្ញុំដែរខ្ញុំក៏មកពីតំបន់អាហ្វ្រិកដែរហេតុអីព្រោះអ្នកជិះ XR គឺជាមនុស្សដែលធន់នឹងកម្ដៅម៉ូតូនេះខ្ញុំជិះស្ដីប្រហែលជាខ្ទង់20គីឡូនេះនៅក្នុងក្រុងខ្ញុំជិះទៅដល់អូស័យថាទៅដូរកង់យកកង់មាសពណ៌មាសតែដល់ហើយក៏សម្រេចចិត្តអត់ដូរវិញទុកចង់ស៊ីនហើយជិះមកដល់ផ្ទះវិញហើយអញ្ចឹងឈប់រយៈពេល3ម៉ោងមកដល់ឥឡូវជិះ20គីឡូណាឈប់3ម៉ោងមកដល់ឥឡូវហ្នឹងក៏នៅតែក្តៅប៉ាតបានដែរហើយបើថាជិះតាមផ្លូវវិញបើស្លៀកខោវែងមកអីបើស្លៀកខោខ្លីវិញនិយាយពីចង់ឲ្យលួយជើងហ្នឹងអញ្ចឹងចេះទ្រាំបានដែរសរសើរចឹងមិនថាអ្នកជា XR សិតតែអ្នកធន់នឹងកម្ដៅហើយបើថាមនុស្សប្រុសវិញគឺចិត្តធន់ហើយធន់កម្ដៅម៉ូតូ XR បានព្រោះថាចិត្តនឹងធ្ងន់ខ្លាំងស្ដីធ្វើមិនក៏អត់ខឹងដែរដោយសារតែមនុស្សនឹងធន់នឹងកម្ដៅហើយធន់នឹងកម្ដៅម៉ូតូអាចទ្រាំបានមកដល់ឥឡូវនេះតន់តិចវិញផងនេះអើយនឹងតោម៉ាក់ស្អីគេលោកអើយធ្វើមកក្តៅម្លេះប៉ុន្តែសួរថាឲ្យខ្ញុំជប់ជីអត់អត់ទេនៅតែជីចឹងហើយសួរថាដូរម៉ូតូផ្សេងអត់ក៏អត់ដែរនៅតែជីវាចឹងព្រោះយើងធន់មួយវាឯងតែវាក៏ធន់មួយយើងដែរវាមិនងាយធ្វើទុកយើងដែរវាធ្វើឲ្យយើងនឹងពេញចិត្តសប្បាយចិត្តជីវាដែរអូខេបងប្អូនអ្នកស្រឡាញ់ម៉ូតូ XR អស់គ្នាសូមមកពីតំបន់អាហ្វ្រិកធន់នឹងកម្ដៅអរគុណ